เพียงตึกสมาร์ทเดย์គ្មានអ្វីរាំងស្ទាំងប្រឹងជំនាញប្រឹងដណ្ដើមយកជ័យតែអ្វីវាមិនដូចប្រាថ្នាខំប្រឹងយ៉ាងណាក៏នៅមានបរាជ័យយ៉ាងណាយើងនៅមានក្តីស្រមៃនឹងមានថ្ងៃលើកតង់ជ័យជូនកម្ពុជាចាត់ពុះពីអងអាចមិនខ្លាចអ្វីៗដំដើមមេដាយជូនជាតិឲ្យបានទោះបីមានអបសាំងក៏មិនរុញរាមិនខ្លាចចាត់អងអាចគ្រប់គ្រាយើងជាកីឡាករខ្មែរគ្រប់ត្រកកីឡាករជាកីឡាករតែជាយាមវឹកហាត់ឆ្ងាយទាំងសែងស្ងាត់គ្រប់វេលាលំបាកយ៉ាងណាក៏ពួកយើងមិនរុញរាក៏ប្រឹងពុំពីយកមេដាយតែអ្វីវាមិនដូចប្រាថ្នាខំប្រឹងយ៉ាងណាក៏នៅមានបរាជ័យទោះយ៉ាងណាយើងនៅមានក្តីស្រមៃនឹងមានថ្ងៃលើកតង់ជ័យជូនកម្ពុជាចាត់ពុះពីអងអាចមិនខ្លាចអ្វីៗដំដើមមេដាយជូនជាតិឲ្យបានទោះបីមានអបសាំងក៏មិនរុញរាមិនខ្លាចចាត់អងអាចគ្រប់គ្រាយើងជាកីឡាករខ្មែរគ្រប់ត្រកកីឡាករខ្មែរថានៅផ្ទះមានតែជីតីនៅព្រៃមានតែមួយប៉ុន្តែពួកយើងបង្ហាត់អស់មួយយើងជួយគ្នាខំប្រឹងប្រកួតឲ្យបានជោគជ័យគ្មានអ្វីដែលជារនាំងឲ្យចាប់តែគ្នាកម្ពុជាតែអ្នកដឹងទេដោយសារតែខំបង្ហាត់ខ្លាំងពេកធ្វើឲ្យសមាជិកជាម្នាក់ធ្លាក់ខ្លួនឈឺហើយសមាជិកដទៃទៀតនឹងសឹងតែមិនអាចបន្តការប្រកួតទៀតបានប៉ុន្តែពួកយើងនៅតែតស៊ូព្រោះតែចង់ឃើញទង់ជាតិខ្មែរអណ្ដែតលើឆាកអន្តរជាតិសង្ឃឹមថាអ្នកយល់អ្វីដែលខ្ញុំកំពុងតែនិយាយពេលអ្នកគេថាយើងមកខ្លាំងពេលតែគេថាយើងមកខ្លាអ្វីដែលយើងតស៊ូគឺយើងមកក្បត់លំអ្នកសេកាព្យាយាមសពគ្រប់បែបយ៉ាងពេលដែលយើងតែគេថាអត់បានការសង្ឃឹមជួយចាញ់ឬឈ្នះសូមអ្នកគាំទ្រដោយក្តីមេត្តាក៏លេងមើលឆាកជីវិតរឿងពេញនៃអ្នកកីឡាគាត់ជាឪពុកមកតែទំនុកបំរុងនៅក្នុងគ្រួសារជាកូនដ៏កតញ្ញូនិងជារាជច្បងមួយដ៏អស្ចារ្យជាផ្នែកមួយនៃសង្គមដែលប្រទេសជាតិកំពុងត្រូវការ